សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនេះគឺជាវីដេអូទី1ដែលមាននៅក្នុងYouTube ផ្លូវការរបស់ខ្ញុំដែលមានឈ្មោះថា Bunly KH អញ្ចឹងខ្ញុំចេញវីដេអូនេះឡើងគឺចង់ជម្រាបជូនអ្នកនរគ្នាថាខ្ញុំនឹងធ្វើជាមាតិកាមួយដែលនិយាយពាក់ព័ន្ធទៅនឹងអឺចំណេះដឹងឬក៏ផ្នែកណាមួយដែលគិតថាវាជាការយល់ឃើញទៅលើបញ្ហាណាមួយដែលចែករំលែកជូនអ្នកនរគ្នាបានណាអញ្ចឹងខ្ញុំគិតថាការធ្វើ content ប្រភេទនេះអាចនឹងអឺអ្នកនរគ្នាអាចនឹងជួយអ្នកនរគ្នាក្នុងការគិតពិចារណាអីចឹងទៅហើយការធ្វើបែបនេះខ្ញុំមិនប្រកាសថាវាត្រឹមត្រូវ100%នោះទេប៉ុន្តែអឺគោលគំនិតរបស់ខ្ញុំគឺខ្ញុំចង់ឲ្យមានការបង្កើតនៅគំនិតក្នុងការជជែកគ្នាហើយនៅពេលដែលការជជែកគ្នាកើតឡើងការយល់ឃើញប្រកាសជាមានហើយខ្ញុំសង្ឃឹមថាប្រិយមិត្តក៏ដូចជា audience របស់ខ្ញុំនឹងគាត់អាចនឹងឃើញវីដេអូនេះហើយគាត់អាចនឹងមានការយល់ឃើញផ្សេងឬក៏យល់ឃើញដូចគ្នាគាត់អាចនឹងជួយ comment ក្នុងការចែករំលែកទៅកាន់មិត្តភក្តិដទៃដើម្បីឲ្យទទួលបាននូវអឺអឺគេហៅថាការយល់ឃើញដូចគ្នាចឹងឬក៏ការយល់ឃើញផ្សេងគ្នាក៏បានប៉ុន្តែជាក្នុងន័យមួយដែលបង្កើននៃការគិតទាំងអស់គ្នាហើយខ្ញុំឃើញសង្គមសព្វថ្ងៃអឺមានមតិច្រើនក្នុងការយល់ឃើញទៅលើរឿងអីមួយចឹងណាឧទាហរណ៍ដូចជាបញ្ហាដែលកើតឡើងរវាងបងស្រីម្នាក់ដែលគាត់អឺលើកឡើងនៅក្នុងគាត់ជាអ្នកគ្រូពេទ្យចឹងណាគាត់លើកឡើងនៅក្នុងវេទិកាមួយដែលរបស់មាតិកាហើយការពិតទៅវីដេអូហ្នឹងគឺចេញយូរហើយខ្ញុំតាមដានដូចជា3-4សប្តាហ៍ហើយប៉ុន្តែអត់ទាន់មានអ្នកណានៅពេលដែលចាក់បញ្ចាំងផ្សាយនៅក្នុងឆានែលហ្នឹងទៅឬក៏ Facebook Page ក៏ខ្ញុំអត់ដឹងដែរប៉ុន្តែខ្ញុំតាមដាននៅក្នុងឆានែល YouTube គឺពុំមានអ្នកណាគេប្រតិកម្មទេប៉ុន្តែមួយរយៈនេះ2-3ថ្ងៃចុងក្រោយនេះឃើញមានPage មួយចំនួនឬក៏អឺបុគ្គលមួយចំនួនយកមកចែករំលែកតហើយសរសេរ caption ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់គាត់ហើយគាត់បាននិយាយថាអឺនៅពេលដែលគាត់មានឯកសណ្ឋានជាគ្រូពេទ្យពាក់សអីចឹងគឺមិនចង់ឲ្យមានអឺអ្នកដែលហៅគាត់មីអូនឬក៏ម្នាងអីចឹងណាប៉ុន្តែអាហ្នឹងគឺជាការយល់ឃើញរបស់គាត់ក្នុងនាមគាត់ជាសាមីខ្លួនហើយក៏ក្នុងនាមគាត់ជាតំណាងឲ្យគ្រូពេទ្យអីចឹងទៅហ្នឹងជាផ្នត់គំនិតបែបពីគាត់ហើយគាត់ក៏ចង់ផ្ញើសារក្នុងន័យឲ្យមានការអឺហៅគ្រូពេទ្យទាំងអស់គ្នាបែបនោះនេះគឺជាផ្នត់គំនិតមួយដែលជាចំណេះដឹងមួយដែលប្រជាពលរដ្ឋយើងគួរតែយល់ឃើញផ្ទុយទៅវិញមានមតិមួយទៀតលើកឡើងថាការលើកឡើងបែបនោះវាមិនត្រឹមត្រូវឬក៏មានការរិះគន់ទៅលើគាត់ការពិតទៅការយល់ឃើញគឺអត់ខុសទេខុសត្រង់ថាបរិបទនៃការប្រើប្រាស់និងការអនុវត្តតែប៉ុណ្្នឹងឯងហើយក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរដូចគ្នាការការគិតពិចារណាបែបហ្នឹងវាគឺសំខាន់ក្នុងការបញ្ចេញមតិក្នុងការស្ថាបនាឬក៏ក្នុងការលើកឡើងក្នុងន័យកែលម្អចឹងណាតែផ្ទុយទៅវិញជៀសវាងបំផុតក្នុងការជេរប្រមាថទៅវិញទៅមកការមើលងាយការពេបជ្រាយជាដើមអាហ្នឹងគឺគ្រាន់តែជាឧទាហរណ៍នៃការលើកឡើងរបស់ខ្ញុំប៉ុណ្ណោះហើយនេះគឺជាវីដេអូទី1គឺខ្ញុំអត់ចង់និយាយអីច្រើនទេគ្រាន់តែចង់ធ្វើការណែនាំខ្លួនបន្តិចទាក់ទងទៅនឹងការផលិតcontent របស់ខ្ញុំចឹងណាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងធ្វើការនឹងអាចគាំទ្រហើយក៏បើសិនជាមានមតិយោបល់អីអាចលើកឡើងបានទាំងអស់គ្នាហើយគោលគំនិតរបស់ខ្ញុំក្នុងការផលិតវីដេអូគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាគិតថាមិត្តមាតិការបស់ខ្ញុំអាចជាមាតិកាមួយដែលអាចជួយដល់បងប្អូនទាំងអស់គ្នាក៏ដូចជាប្រិយមិត្តអាចធ្វើការគាំទ្រដោយធ្វើការចុច like comment ឬក៏ចែករំលែកបន្តទៅកាន់អឺបងប្អូនដទៃជាចុងក្រោយបើសិនជាការលើកឡើងរបស់ខ្ញុំមានការខ្វះខាតឬក៏ខ្វះចន្លោះឬក៏មានការឆ្គាំឆ្គងទៅប្រការណាមួយនោះខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងធ្វើការខន្តីអភ័យទោសក៏ដូចជាការកែលម្អក្នុងន័យស្ថាបនាដូចគ្នាហើយ
មួយវិញទៀតដោយសារតែខ្ញុំនឹងធ្វើការផុសវីដេអូរបស់ខ្ញុំនៅលើឆានែលយូធូបផ្លូវការរបស់ខ្ញុំដែលមានឈ្មោះថា Bunly KH អញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចគាំទ្រដោយ Subscribe ឆានែលរបស់ខ្ញុំម្នាក់មួយដើម្បីជាកម្លាំងចិត្តក៏ដូចជាផ្ដល់ឱកាសឲ្យខ្ញុំធ្វើការផលិតវីដេអូបន្តផងដែរអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ